វល់មកជួបពុកម៉ែបងប្អូនតាមសន្យាដែលនឹងត្រូវបង្ហាញនៅផ្ទះមួយកន្លែងទៀតនិងជារមណីយដ្ឋានផងដែរនោះគឺសមុទ្រកងកាងជាប់នឹងដងព្រៃខេត្តកែបនិងជាប់ព្រំប្រទល់ខេត្តកំពតទីនេះជាបណ្ដុំនៃដីសម្រាប់សាងសង់ផ្ទះលំហែដែលអាចមើលឃើញសមុទ្រព្រៃភ្នំហុំព័ទ្ធជុំវិញពោពេញទៅដោយខ្យល់អាកាសបរិសុទ្ធមានភាពស្ងប់ស្ងាត់មិនមានសំឡេងរំខានសមស្របសម្រាប់អ្នកចង់សាកថ្មជីវិតនាថ្ងៃសម្រាកចុងសប្តាហ៍ឬថ្ងៃបុណ្យនានាវិលមកមើលផ្ទះដែលខ្ញុំចង់បង្ហាញវិញនេះជាបណ្ដុំផ្ទះសម្រាកលំហែស័ង្កសីពណ៌សម៉ូតពីភ្លីធំសង់ជិតគ្នាផ្ទះទាំងអស់នេះមាន6ខ្នងផ្ទុយពីផ្ទះដែលបានបង្ហាញលើវីដេអូលើកមុនដែលមានស័ង្កសីពណ៌ប្រផេះក្រម៉ៅជាផ្ទះទោលຂະຫນາດផ្ទះទាំងនេះគឺមានទទឹង3ម៉ែត្រគុណនឹងបណ្ដោយ6ម៉ែត្រដែលមានកម្ពស់2ម៉ែត្រ7តឹកមានបន្ទប់ទឹកក្នុងផ្ទះនីមួយៗរៀងៗខ្លួនមានយ៉រខាងមុខសម្រាប់អង្គុយកម្សាន្តផ្ទះលើកផុតពីដីកន្លះម៉ែត្រអ្នកស្នាក់ខាងក្នុងអាចសម្រាកបានយ៉ាងស្កប់ស្កល់និងមិនត្រូវបានរំខានដោយសំឡេងទឹកភ្លៀងនិងកម្ដៅព្រះអាទិត្យឡើយស័ង្កសីគៀបស្នោកូរ៉េអេស្វាយផ្ដល់នូវទំនុកចិត្តខ្ពស់បត់បែនតាមកលៈទេសៈសាងសង់បានឆាប់រហ័សងាយស្រួលដំឡើងសន្សំសំចៃការប្រើប្រាស់គ្រោងដែកផ្ដល់នូវភាពស្រស់ស្អាតនៃអគារឬគេហដ្ឋានលោកអ្នកសូមអរគុណ